ជំរាបសួរលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនៅពេលនេះលោកអ្នកកំពុងតែតាមដានទស្សនាកម្មវិធីព័ត៌មានកីឡាសម្រាប់ជាដំបូងនេះសូមអញ្ជើញលោកស្រីតាមដានទស្សនានៅព័ត៌មានកីឡាក្នុងប្រទេសនៅកម្ពុជាបច្ចុប្បន្ននេះវិស័យកីឡាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់លើគ្រប់ប្រភេទកីឡាក៏ប៉ុន្តែមានអ្នកលេងកីឡាខ្លះនៅមិនទាន់មានសម្ភារៈគ្រប់គ្រាន់សម្រាប់លេងកីឡានោះទេដោយសារតែវាមានតម្លៃថ្លៃហើយការដែលមានសម្ភារៈគ្រប់គ្រាន់ក្នុងការលេងកីឡាគឺវាអាចជួយឲ្យអ្នកមានសុវត្ថិភាពនៅក្នុងការលេងអាចបង្កើនទំនុកចិត្តក្នុងការលេងនិងអាចបំពាក់នូវភាពហ៊ឺហាតាមបែបកីឡាទៀតផងលោកអ្នកអាចសម្រេចបាននូវកត្តាទាំងអស់នេះដោយគ្រាន់តែទិញសម្ភារៈកីឡាដែលមានគុណភាពយកមកបំពាក់តែប៉ុណ្ណោះតែបញ្ហាសំខាន់នោះគឺតម្លៃនៅពេលនេះលោកអ្នកអាចរកទិញសម្ភារៈកីឡាដែលមានគុណភាពល្អនិងតម្លៃថោកសមរម្យជាពិសេសអាវកីឡាករបាល់ទាត់ត្រឹមតែ$4.5កាក់តែប៉ុណ្ណោះនៅហាងលក់សម្ភារៈកីឡាគ្រប់ប្រភេទ iSport កម្ពុជាដែលមានទីតាំងនៅភ្លើងស្តុបម៉ុងឌីយ៉ាល់ផ្លូវម៉ៅសេតុងសង្កាត់បឹងសាឡាងខណ្ឌចំការមនរាជធានីភ្នំពេញបើតាមការឲ្យដឹងពីលោកហេងប៊ុនសុងម្ចាស់ហាង iSport Cambodia បានឲ្យដឹងថានៅហាងរបស់លោកមានលក់សម្ភារៈកីឡាគ្រប់ប្រភេទដូចជាស្បែកជើងបាល់ទាត់សម្រាប់ស្មៅធម្មជាតិនិងសិប្បនិម្មិតគ្រាប់បាល់ទាត់ដែលមានគុណភាពល្អនិងតម្លៃថោកសមរម្យជាពិសេសសម្លៀកបំពាក់របស់ក្រុមកីឡាករដែលមានវត្តមាននៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ2014នៅប្រទេសប្រេស៊ីលផងដែរទាំងទំហំសម្រាប់កុមារនិងមនុស្សធំគ្រប់ប្រភេទតាមដែលអ្នកត្រូវការហាងរបស់ខ្ញុំមានលក់សម្ភារៈគួយកីឡាជាទូទៅនៅក្នុងមានដូចជាកៅអៅកីឡាសម្រាប់ការទាត់បាល់ដែលយើងទាត់នៅក្នុងតារាងធំឬក៏ទាត់នៅក្នុងតារាងស្មៅសិប្បនិម្មិតឬក៏លក្ខណៈជាបាល់ Futsal ហើយក្រៅពីហ្នឹងគឺយើងមានលក់សម្ភារៈកីឡាផ្សេងទៀតឧទាហរណ៍កែតវាយប៉េងប៉ុងកែតវាយសីបាល់បោះឬក៏បាល់ទះសម្ភារៈហែលទឹកកីឡាផ្សេងៗដែលតាក់ទងជាមួយនឹងអ្វីដែលជាតម្រូវការចាំបាច់របស់ស្ពតខ្មែរយើងដែលគាត់កំពុងតែត្រូវការសប្តាហ៍ថ្ងៃនេះលោកបានបន្តទៀតថាកត្តាពិសេសដែលធ្វើឲ្យលោកសម្រេចចិត្តនាំចូលសម្លៀកបំពាក់ពីប្រទេសចិននេះគឺដោយសារតែមានតម្លៃសមរម្យស្របទៅនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាម្យ៉ាងទៀតគឺដោយសារតែកាលពីមុនអ្នកដែលចូលចិត្តហាត់កីឡាមិនមានសម្លៀកបំពាក់សមរម្យសម្រាប់លេងកីឡាដោយពួកគាត់គ្រាន់តែស្លៀកសម្លៀកបំពាក់ធម្មតាប៉ុន្តែពេលនេះលោកបាននាំមកជូនពួកគាត់នៅសម្លៀកបំពាក់សម្រាប់លេងកីឡាគ្រប់ប្រភេទនិងមានតម្លៃសមរម្យពិតមូលហេតុចម្បងដែលខាងយើងខ្ញុំនាំចូលផលិតផលមកពីចិនតែផ្ទាល់ដោយផ្ទាល់តែម្ដងនោះគឺនិយាយអំពីគុណភាពដែលយើងគិតថាអាចទទួលយកបានហើយតាក់ទងតម្លៃវិញគឺវាស័ក្តិសមទៅនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរយើងដែលគាត់ត្រូវការនៅពេលសប្តាហ៍ថ្ងៃប៉ុន្តែគាត់ពិបាកក្នុងការស្វែងរកផលិតផលដែលមានតម្លៃមួយដែលអាចធូរថ្លៃសម្រាប់គាត់ចំណែកឯលោកឈុំសេរីរតន៍ដែលជាអតិថិជនម្នាក់ដែលមករកទិញស្បែកជើងកីឡានៅហាង iSport កម្ពុជាបានសរសើរពីគុណភាពនិងតម្លៃគុណភាពស្បែកជើងនៅហាង iSport ថាតម្លៃសមរម្យអាចទទួលយកបានបងហើយនឹងគុណភាពមើលទៅឃើញថាល្អចំណែកឯលោកហ៊ឿនហេងដែលជាអតិថិជនម្នាក់ដែររបស់ហាង iSport ដែលកំពុងតែរកទិញអាវកីឡាករបាននិយាយថាអាវនៅទីនេះមានគុណភាពល្អណាស់ទោះផលិតផលទាំងនេះមកពីប្រទេសចិនក្តីក៏ប៉ុន្តែស្របជាមួយនឹងតម្លៃថោកនិងគុណភាពល្អដែលទទួលយកបានធ្វើឲ្យលោកពេញចិត្តជាខ្លាំងខ្ញុំគិតថាចំពោះគុណភាពឃើញថាសាច់ក្រណាត់វាល្អហើយតម្លៃក៏សមរម្យអាចទទួលយកបានហើយខ្ញុំមានចំណាប់អារម្មណ៍នៅពេលខ្ញុំមកទីនេះគិតថានឹងនិយាយជាមួយក្រុម team ដែលលេងបាល់ជាមួយខ្ញុំហ្នឹងមានថាយើងគួរតែទិញកៅអៅម៉ាកវិញteam មួយជាក្រុមដើម្បីលេងជាចុងក្រោយដើម្បីអាចលោកអតិថិជនដែលគាត់
មានចំណាប់អារម្មណ៍ក្នុងការទិញសម្ភារៈកីឡាផ្សេងៗជាពិសេសតើតើជាមួយនឹងកីឡាបាល់ទាត់ទាំងលើស្មៅបនុបត្តិឬក៏លើតារាងទាត់អ្នកណាជាស្តង់ដារផ្សេងៗគឺអាចមកតើតើមកខាងអាង iSport កម្ពុជាយើងដែលមានទីតាំងស្ថិតនៅកែងស្តុកមុងយ៉ាល់ឬក៏អាចតើតើមកតាមលេខទូរស័ព្ទ015669932ឬក៏បើសិនជាយុវវ័យដែលគាត់ចូលចិត្តលេង Facebook គាត់អាចឆែកមើល Facebook facebook.com/isport168 ហើយចំណុចជាចុងក្រោយទៀតបើសិនជាមានអតិថិជនដែលគាត់ចាប់អារម្មណ៍ក្នុងការទទួលលក់បន្តទៀតដែលថាបោះដុំគឺអាចតាក់ទងមកយើងខ្ញុំបានដែរខាងខ្ញុំដោយសារយើងនាំចូលបន្តដូច្នេះគឺយើងអាចផ្ដល់ជូនតម្លៃមួយសមរម្យដើម្បីយើងធ្វើម៉េចជួយជំរុញនៅវិស័យកីឡានៅកម្ពុជាហ្នឹងឲ្យបានកាន់តែរីកចម្រើនថែមទៀតហើយមានចំណុចមួយទៀតគឺខ្ញុំបានសូមថ្លែងអំណរគុណដល់អតិថិជនដែលបានជួយការគ្រប់គ្រងទៅដល់ហាងយើងខ្ញុំដែលគាត់តែងតែមកទិញសម្ភារៈកីឡាហាងយើងខ្ញុំហើយដើម្បីថ្លែងអំណរគុណដល់ពួកគាត់ខាងខ្ញុំផ្ដល់ធ្វើជាការសមាជិកដល់ពួកគាត់ដើម្បីធ្វើការបញ្ចុះតម្លៃ 10% ហើយបើសិនជាគាត់ទិញជាក្រុមគឺយើងមានការបញ្ចុះតម្លៃរហូតដល់ 5% ហើយនេះជាចំណុចមួយដែលយើងព្យាយាមដល់នៅភាពងាយស្រួលឬក៏នៅតម្លៃមួយដែលអតិថិជនគាត់អាចទទួលយកបានសូមអរគុណ